ទេសភាពស្រុកស្រែហើយប្រាំងចូលស្រូវអស់នេះចូលស្រូវប្រាំងពីផ្សាយឲ្យទឹកគោបាត់អស់រលីងទៅណាអស់គោជាង10ឡៅសល់ល្មេចាស់ហើយណែអស់ប្រងព្រាតនឹងគោគេនឹងគោឯងនោះទៅណែនោះទឹកណយណែលេងទៅនោះឆ្កយអូទេសភាពមើលទៅរៀងស្រស់ស្អាតដែរណាល្វឹងល្វើយទឹកដីកពើបង្ហាញពីគោដែលយើងអត់មានចំការសម្រាប់ដាំស្មៅឲ្យស៊ីនៅខែហ្នឹងគឺប្រឡែងដើម្បីឲ្យវាស៊ីស្មៅតាមវាស្រែធ្វើអញ្ចឹងអត់ស្រួលទេបងប្អូនបើសិនជាបងប្អូនមានដីចការដាំស្មៅល្អតែដូចខ្ញុំហ្នឹងអត់មានដីដាំស្មៅប្រឡែងសិនសង្ឃឹមថ្ងៃក្រោយមានដីដាំស្មៅហើយនឹងចងឲ្យនៅស៊ីនៅផ្ទះស្រួលអត់ក្តៅហើយគោថតល្អយើងលេងចេះគោក្តៅស៊ីអត់សូវបានឆ្អែតដូចយើងមានស្មៅដាំឲ្យស៊ីអញ្ចឹងវាអត់សូវថតទេតែយើងចាំតាមតារាសិនព្រោះយើងអត់មានលទ្ធភាពទិញដីចការអញ្ចឹងណាតែយើងមានដីលទ្ធភាពទិញដីចការយើងនឹងទិញដីចការហេទឹកហេបានទេគោមានជាង10យើងមានដីចការទៅយើងចេះតែបកើយើងសំបដាទៅជាយាមសំលុយដើម្បីទិញដីចការទៅបានដីចការទៅយើងអាចថែមអីបានច្រើនអញ្ចឹងកើតរងសារមយើងសំលុយទិញដីចការបានមេចាហេមេហេមួយនេះតមួកស្ដាច់តមួកដោយបកែស៊ីបកែដេកដឹកក៏មិនដើរដេញក៏មិនទៅស៊ីតាណាស៊ីតានឹងហ៎ហេហេម៉ែហេមើលហេមានតមួកនេះហេក្រោកមើលក្រោកហេស្អីមិនក៏មិនខ្វល់តមួកមែនហេក្រោកហេចង់វាយទេហេកូនស្រីនេះយ៉ាប់មែនហេយីគាត់តមួកម៉េះខ្លួនទៅវែងស្រុកស្រែអញ្ចឹងឯងទេសភាពអានេះវីដេអូនេះធ្វើបង្ហាញបងប្អូនដែលចាំគោចង់ចាំគោមានលទ្ធភាពយើងត្រៀមដីជាការដើម្បីចិញ្ចឹមទៅកុំឲ្យធ្វើអញ្ចឹងគឺដូចខ្ញុំអញ្ចឹងពិបាកណាស់ពិបាកមែនទែនមានអីទេមានតែប៉ុណ្្នឹង